យកម្រាមដៃប៉ះលើរូបសញ្ញា tag message យកម្រាមដៃប៉ះលើឈ្មោះមនុស្សដែលគេផ្ញើលីងមកយកម្រាមដៃប៉ះលើលីងយកម្រាមដៃប៉ះលើសញ្ញាព្រួញយកម្រាមដៃអូសឡើងទៅលើរួចយកម្រាមដៃប៉ះលើអក្សរ add to home screen យកម្រាមដៃប៉ះលើអក្សរ add នៅលើ screen យកម្រាមដៃប៉ះលើសញ្ញាផ្កាឈូកដើម្បីបើកគេហទំព័រប្រត្រៃបិដកមើល